ពីទីរកខ្សោយម្នាក់ទៅជាមនុស្សដែលពន្យល់ច្បាប់នៃចក្រវាឡ Isaac Newton កើតនៅថ្ងៃទី4មករា1643តាមប្រទេសតិនថ្នីនៅភូមិ Woolsthorpe ប្រទេសអង់គ្លេសគាត់កើតមុនពេលកំណត់ហើយរាងកាយខ្សោយណាស់ដល់ថ្នាក់មនុស្សជាច្រើនគិតថាគាត់មិនអាចរកបានឪពុកគាត់ស្លាប់មុនគាត់កើតហើយម្ដាយបានចាកចេញទៅរៀបការថ្មីទុក Newton ឲ្យរស់នៅជាមួយជីដូនកុមារភាពរបស់ Newton ពោរពេញដោយភាពឯកោនិងការខ្វះសេចក្តីកក់ក្ដៅប៉ុន្តែវាបានបង្កើតចិត្តគិតជ្រាវជ្រៅនិងភាពស្ងប់ស្ងាត់ដែលបង្កើតអ្នកប្រាជ្ញដ៏អស្ចារ្យម្នាក់ Newton មិនមែនជាសិស្សលេចធ្លោខ្លាំងថ្នាក់ទេប៉ុន្តែគាត់ស្រឡាញ់កាយសង្កេតនិងសាកល្បងគាត់ចូលចិត្តបង្កើតម៉ាស៊ីនតូចៗគូររូបសង្កេតផ្កាយនិងធម្មជាតិអានសៀវភៅវិទ្យាសាស្ត្រនិងគណិតវិទ្យានៅវ័យក្មេងគាត់បានបង្ហាញថាមានចិត្តគិតលើសពីមនុស្សធម្មតានៅឆ្នាំ1661 Newton ចូលសិក្សានៅ University of Cambridge នៅទីនោះគាត់សិក្សាគណិតវិទ្យារូបវិទ្យាទស្សនវិទ្យាធម្មជាតិគាត់បានសិក្សាការងាររបស់ Galileo, Descartes និង Kepler ហើយចាប់ផ្ដើមគិតខ្លួនឯងមិនត្រឹមតែទទួលយកគំនិតចាស់ៗទេនៅពេលនេះគំនិតបដិវត្តន៍ចាប់ផ្ដើមកើតឡើងក្នុងខួរក្បាលរបស់គាត់ដោយសារជំងឺរាតត្បាត Great Plague សាកលវិទ្យាល័យត្រូវបិទ Newton ត្រឡប់ទៅភូមិកំណើតរបស់គាត់នៅក្នុងភាពឯកោនេះគាត់បានបង្កើតអ្វីដែលផ្លាស់ប្ដូរប្រវត្តិសាស្ត្រវិទ្យាសាស្ត្រគណិតវិទ្យា Calculus ច្បាប់ចលនាទី3គំនិតទំនាញ Gravity និងការសិក្សាអំពីពន្លឺនិងពណ៌រឿងផ្លែប៉ោមធ្លាក់មិនមែនជារឿងនិទានទេវាជានិមិត្តរូបនៃការសួរសំណួរដ៏ធំថាហេតុអ្វីវត្ថុធ្លាក់ចុះនៅឆ្នាំ1680កំទី Newton បោះពុម្ពសៀវភៅដ៏ល្បីល្បាញ Philosophiae Naturalis Principia Mathematica សៀវភៅនេះបានដាក់បង្ហាញច្បាប់ចលនាច្បាប់ទំនាញសកលគណិតវិទ្យាដែលពន្យល់ចលនានៃភពនិងវត្ថុវាត្រូវបានគេចាត់ទុកថាជាសៀវភៅវិទ្យាសាស្ត្រសំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រហើយបំលែងការយល់ដឹងរបស់មនុស្សអំពីចក្រវាឡ Newton ក្លាយជាបុគ្គលល្បីល្បាញបំផុតក្នុងពិភពវិទ្យាសាស្ត្រគាត់ក្លាយជាប្រធាន Royal Society អ្នកគ្រប់គ្រង Royal Mint ត្រូវបានស្ដេចផ្ដល់ឋានៈជា Sir Isaac Newton ប៉ុន្តែគាត់ក៏មានចំនួនធំជាពិសេសជាមួយ Gottfried Wilhelm Leibniz អំពី Calculus Newton ជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែមានចិត្តរឹងមាំនិងមិនចូលចិត្តការរិះគន់ Newton មិនធ្លាប់រៀបការឡើយគាត់ឧទ្ទិសជីវិតទាំងមូលទៅវិទ្យាសាស្ត្រនិងការស្រាវជ្រាវគាត់ស្លាប់នៅថ្ងៃទី31មិនិនា1727នៅអាយុ84ឆ្នាំហើយត្រូវបានបញ្ចុះសពនៅ Westminster Abbey ជាកិត្តិយសខ្ពង់ខ្ពស់បំផុតសម្រាប់ជនជាតិអង់គ្លេសម្នាក់ Isaac Newton បានផ្ដល់ឲ្យពិភពលោកមូលដ្ឋាននៃរូបវិទ្យាសម័យទំនើបមូលដ្ឋាននៃវិស្វកម្មនិងវិទ្យាសាស្ត្រអវកាសវិធីគិតតាមហេតុផលនិងគណិតវិទ្យា Albert Einstein ធ្លាប់និយាយថា Newton was the greatest genius that ever lived ជីវិត Isaac Newton បង្ហាញថាភាពឯកោការខិតខំនិងការសួរសំណួរដ៏ត្រឹមត្រូវអាចបំលែងពិភពលោកបាន